ប្រមុខក្រសួងមហាផ្ទៃលើកទឹកចិត្តអង្គការដៃគូជាតិនិងអន្តរជាតិនិងណែនាំអាជ្ញាធរជាប់ព្រំដែនត្រៀមបង្ការទប់ស្កាត់ជនអន្តោប្រវេសន៍ចេញចូលកម្ពុជាដោយខុសច្បាប់នេះឱកាសបុណ្យចូលឆ្នាំខ្មែរក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្ដែងការលើកទឹកចិត្តដល់អង្គការដៃគូជាតិនិងអន្តរជាតិដែលបានចូលរួមគាំទ្រនិងសហការជាមួយរាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្នុងការអនុវត្តយុទ្ធសាស្ត្រទាំង4ដែលត្រូវបានកំណត់ដោយឯកភាពគ្នាក្នុងផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សព្រមទាំងបានណែនាំដល់អាជ្ញាធរជាប់ព្រំដែនត្រៀមលក្ខណៈបង្ការនិងទប់ស្កាត់ជនអន្តោប្រវេសន៍ចេញចូលកម្ពុជាដោយខុសច្បាប់នេះឱកាសបុណ្យចូលឆ្នាំខ្មែរការថ្លែងបែបនេះក្នុងឱកាសដែលអាយុដំអភិសន្តិបណ្ឌិតអញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ2024និងលើកទិសដៅឆ្នាំ2025របស់គជបជនាព្រឹកថ្ងៃទី27ខែមីនាឆ្នាំ2025នៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃពីវេទិកានោះប្រមុខក្រសួងមហាផ្ទៃបានមានប្រសាសន៍បន្ថែមថាពិធីផ្សព្វផ្សាយលទ្ធផលការងាររបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីចែកជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិបានជ្រាបអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការទប់ស្កាត់ឈានទៅលុបបំបាត់អំពើជួញដូរមនុស្សរហូតទទួលលទ្ធផលដ៏ធំធេងនេះហើយក៏ជាការបង្ហាញនូវឆន្ទៈរួមនិងកម្លាំងសរុបដែលគ្រប់ភាគីពាក់ព័ន្ធទាំងរាជរដ្ឋាភិបាលទាំងអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិទាំងវិស័យសាសនាវិស័យឯកជនបាននាំគ្នាពុះពៀគ្រប់ឧបសគ្គនិងភាពប្រឈមទាំងឡាយដើម្បីធ្វើឲ្យសម្រេចនូវលទ្ធផលនេះទន្ទឹមនឹងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចិត្តនឹងឈានចូលមកដល់អាយុដំអភិសន្តិបណ្ឌិតបានមានប្រសាសន៍លើកទឹកចិត្តដល់បណ្ដាខេត្តជាប់ព្រំដែនទាំងអស់ជាពិសេសខេត្តជាប់ព្រំដែនថៃដែលមានពលករច្រើនជាងគេគឺត្រូវត្រៀមលក្ខណៈក្នុងការបង្ការទប់ស្កាត់ឲ្យបានព្រោះកន្លងទៅអាយុដំបានសង្កេតឃើញថានៅតែមានប្រជាពលរដ្ឋវិលមកវិញមួយចំនួនតូចឆ្លងកាត់ដោយខុសច្បាប់ដូច្នេះទាមទារឲ្យមានការពិនិត្យច្បាស់លាស់ដើម្បីធានាឲ្យបាននូវការគ្រប់គ្រងជនអន្តោប្រវេសន៍និងពលករចេញចូលដោយស្របច្បាប់អាយុដំបន្តទៀតថាប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលរងគ្រោះដោយការគំរាមកំហែងពីបទល្មើសឆ្លងដែនមានជាអាតបទល្មើសជួញដូរមនុស្សបទល្មើសជួញដូរចែកចាយគ្រឿងញៀននិងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើមដែលក្រុមអ ுக ្រិតជនបាននឹងកំពុងពង្រួមស្មារតីប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីឲ្យឈួតវង្វេងនឹងរងគ្រោះផ្លូវកាយផ្លូវចិត្តបញ្ញាស្មារតីទ្រព្យធននិងផ្លូវភេទយ៉ាងធ្ងន់ធ្ងររហូតដល់មានរបួសពិការវិបលាស់ស្មារតីឬបាត់បង់អាយុជីវិតថែមទៀតក្នុងនោះសមត្ថកិច្ចកម្ពុជាបានធ្វើប្រតិបត្តិការបង្ក្រាបមុខសញ្ញានិងទីតាំងដែលសង្ស័យថាប្រព្រឹត្តបទល្មើសបានជាបន្តបន្ទាប់ហើយបានសហការជាមួយស្ថានទូតឬស្ថានតំណាងបេសកកម្មនៃបណ្ដាប្រទេសពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋរបស់ខ្លួនដែលត្រូវបានរកឃើញនៅកម្ពុជានិងចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការជាមួយគ្នានោះប្រមុខក្រសួងមហាផ្ទៃបានលើកទឹកចិត្តនិងថ្លែងអំណរគុណគ្រប់កិច្ចសហការពីសមាជិកជំនាញនិងស្ថានទូតឬស្ថានតំណាងនៃបណ្ដាប្រទេសក្នុងនោះមានសហរដ្ឋអាមេរិកប្រទេសញូហ្សេឡែនប៉ូឡូញបែលហ្សិកចក្រភពអង់គ្លេសប្រទេសអូស្ត្រាលីសាធារណរដ្ឋកូរ៉េឥណ្ឌាវៀតណាមចិនហ្វីលីពីនឥណ្ឌូនេស៊ីជប៉ុនថៃប្រទេសម៉ាឡេស៊ីជាដើមដែលសកម្មភាពនេះបានបង្ហាញអំពីកិច្ចសហការល្អក្នុងការឆ្លើយតបទៅនឹងអំពើជួញដូរមនុស្សកាន់តែមានប្រសិទ្ធភាពយោងតាមរបាយការណ៍ជាតិស្ដីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ2024និងលើកទិសដៅឆ្នាំ2025របស់គជបជរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7បានចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពដទៃទៀតរួមមានការដោះស្រាយផលប៉ះពាល់នៃគ្រឿងញៀនគ្រឿងស្រវឹងគ្រោះថ្នាក់ចរាចរណ៍និងបានដាក់ចេញនូវយុទ្ធសាស្ត្រឆ្លើយតបកាន់តែមានប្រសិទ្ធភាពដោយខិតខំជំរុញសកម្មភាពឥតឈប់ឈរដើម្បីការពារសុវត្ថិភាពនិងសន្តិសុខមនុស្សក៏ដូចជាសន្តិសុខជាតិទាំងមូលសម្រាប់ទ្រទ្រង់ដំណើរការអភិវឌ្ឍជាតិគ្រប់វិស័យ